ពេលដែលបុរសណាម្នាក់គាត់ដាក់ទូរស័ព្ទជាប់ខ្លួនខ្លាំងឬក៏ស្ត្រីក៏ដាក់ជាប់ទូរស័ព្ទនឹងខ្លួនរបស់យើងខ្លាំងចាស់ៗគាត់តែងតែនិយាយថាដាក់ទូរស័ព្ទជាប់ខ្លួនខ្លាំងអញ្ចឹងគឺនឹងធ្វើឲ្យគាត់នឹងពិបាកនៅក្នុងការមានកូនខ្សោយមេជីវិតហើយរឿងមួយទៀតនៅពេលដែលគាត់នឹងព្យាយាមញ៉ាំស្រាច្រើនពេកទាំងនៅលីវជាពិសេសកំឡោះឬក៏កំមុំដែលនៅលីវហ្នឹងគាត់ព្យាយាមនៅក្នុងការញ៉ាំស្រាច្រើនខ្លាំងមែនទែនចាស់គាត់តែងតែនិយាយថានៅពេលដែលញ៉ាំស្រាច្រើនអញ្ចឹងគឺធ្វើឲ្យគាត់នឹងគឺពិបាកនៅក្នុងការមានកូនមែនទែនយើងធ្លាប់តែឮប៉ុន្តែយើងអត់ដឹងថាមូលហេតុអីបានជាញ៉ាំស្រាឬក៏ដាក់ទូរស័ព្ទនៅជិតខ្លួនហ្នឹងវាធ្វើឲ្យយើងនឹងពិបាកនៅក្នុងការមានកូននោះទេអញ្ចឹងនៅក្នុងនេះគឺយើងបានមកជួបជាមួយនឹងវិជ្ជាបណ្ឌិតដែលគាត់នឹងធ្វើការបកស្រាយទាក់ទងទៅនឹងប្រធានបទរបស់យើងផងដែរនាងខ្ញុំវិជ្ជបណ្ឌិតម៉ៅដានីដែលមានជំនាញព្យាបាលរោគស្ត្រីដែលមានបទពិសោធន៍10ឆ្នាំមកហើយនៅលើវិស័យក្នុងការព្យាបាលរោគស្ត្រីនិងបញ្ហាពិបាកឲ្យមានកូនចាគ្រូអញ្ចឹងសម្រាប់ប្រធានបទរបស់យើងដែលយើងនិយាយពាក់ព័ន្ធទៅនឹងបញ្ហានៃការពិបាកនៅក្នុងការមានកូនដូចគ្នាក៏ប៉ុន្តែវាជាមូលហេតុមួយដែលចាស់គាត់តែងតែលើកឡើងថាស្ត្រីឬក៏បុរសដែលគាត់ចូលចិត្តដាក់ទូរស័ព្ទជប់ខ្លួនឬក៏ញ៉ាំស្រាច្រើនពេកហ្នឹងគឺពិបាកនៅក្នុងការមានកូនប៉ុន្តែជាដំបូងចង់ឲ្យអ្នកគ្រូធ្វើការបញ្យល់មួយសិនទាក់ទងទៅនឹងបញ្ហាអត់មានកូនដោយសារតែខ្សោយមីជីវិតដោយសារតែដាក់ទូរស័ព្ទចិត្តខ្លួនខ្លាំងពេកចាដំបូងនាងខ្ញុំសូមបកស្រាយប្រធានបទទី1ដែលអូនសួរថាការដាក់ទូរស័ព្ទជាប់ខ្លួនការដាក់ទូរស័ព្ទជាប់ខ្លួនជាកត្តាមួយដែលធ្វើឲ្យថាតាមពិតនឹងជាពាក្យចចាមអារាមទេកាលពេលសម័យមុនដែលយើងអត់មានទូរស័ព្ទដាក់តាមខ្លួនក៏នៅតែមានអ្នកដែរពិបាកមានកូនដែរchứក៏អត់កូនដែរមិនមែនមកពីទូរស័ព្ទទេគាត់ថាការដែលមានអបិយជំនឿទៅលើអាបញ្ហាទូរស័ព្ទហ្នឹងព្រោះទូរស័ព្ទហ្នឹងជារបស់ថ្មីដែលប្រជាជនយើងមានហើយចាប់ផ្ដើមប្រើតែឥឡូវហ្នឹងប្រើហ្នឹងជក់ពេលខ្លះជក់រហូតដល់ភ្លេចគេងភ្លេចរួមភេទអញ្ចឹងហើយធ្វើឲ្យគាត់ពិបាកក្នុងការមានកូនតែគេអត់និយាយថាមិនមានកូនទេជាកត្តាមួយដែលរួមផ្សំធ្វើឲ្យគាត់ពិបាកក្នុងការមានកូនព្រោះកាលណាគាត់ជក់ទៅលើរបស់អ្វីមួយគាត់ភ្លេចរបស់មួយហើយភ្លេចទាំងគេងចឹងធ្វើឲ្យគាត់ពិបាកគេងទៀតហើយការដាក់ទូរស័ព្ទចិត្តហ្នឹងវាមានភ្លើងពណ៌ខៀវដែលចេញពីអេក្រង់ទូរស័ព្ទហ្នឹងរំញោចធ្វើឲ្យអ្នកដែលនៅចិត្តទូរស័ព្ទហ្នឹងអាចភ្ញាក់2ទៅ3ដងពេលដែលគាត់គេងពេលយប់មានទូរស័ព្ទនៅចិត្តហ្នឹងអញ្ចឹងកាលណាភ្ញាក់អញ្ចឹងធ្វើឲ្យខួរក្បាលគាត់គេងអត់ស្កប់ទេគេងអត់ស្កប់ធ្វើឲ្យគាត់ឈឺក្បាលឈឺសាច់ដុំបាត់បង់ការចងចាំរៀនក៏មិនសូវចាំគឺគាត់ផ្ដោតទៅលើអ្វីដែលគាត់មើលមុនគេងហ្នឹងធ្វើឲ្យគាត់ដេកយល់សប្ច្រើនចឹងកន្លែងហ្នឹងឯងដែលជាកត្តាមួយធ្វើឲ្យគាត់ពិបាកក្នុងការមានកូនប៉ុន្តែវាមិនជាបញ្ហាចម្បងទេចឹងគាត់លើកឡើងថាតាក់ទងទៅនឹងទូរស័ព្ទសេវាទូរស័ព្ទអីដែលធ្វើឲ្យខ្សោយមេជីវិតអាហ្នឹងមិនវិញអ្នកគ្រូការលើកឡើងហ្នឹងមិនមានការស្រាវជ្រាវណាមួយច្បាស់លាស់ទេជាការនិយាយតគ្នាហើយបើមានការស្រាវជ្រាវមកតែវាជាកត្តាមួយទូចនៅក្នុងកត្តាហ្នឹងឯងមិនមែនជាកត្តាចម្បងដែលធ្វើឲ្យគាត់ពិបាកក្នុងការមានកូនទេអ្វីដែលពិបាកហ្នឹងធ្វើឲ្យអ្នកដែលដាក់ទូរស័ព្ទនៅចិត្តហ្នឹងងាយភ្ញាក់ដូចបងបញ្យល់វីដេអូអញ្ចឹងងាយភ្ញាក់បាត់បង់ការចងចាំធ្វើឲ្យខួរក្បាលគាត់ខ្សោយហើយបើសិនជាគាត់ដាក់សៀតនៅចង្កេះឬក៏ដាក់ក្នុងកប៉ៅខោដូចប្រុសវិញណាធ្វើឲ្យអាកម្រិតនៃការសូបសេវាហ្នឹងវាមានកម្លាំងក្នុងការសូបធ្វើឲ្យអាសាច់ដុំឬក៏ប្រដាប់ភេទដែលគាត់ដាក់ហ្នឹងធ្វើឲ្យខ្សោយដែរបាត់បង់ចំណងផ្លូវភេទប៉ុន្តែមិនធ្វើឲ្យគាត់ពិបាកក្នុងការមានកូនទេឥឡូវបើយើងគិតថាបាត់បង់ចំណងក្នុងការរួមភេទសួរថាបើយើងអត់រួមភេទមានកូននេះអត់មានកូននេះអញ្ចឹងបើគាត់បាត់បង់ចំណងឬក៏ចំណងគាត់ហ្នឹងថយចុះធ្លាប់ឧទាហរណ៍មួយអាទិត្យ3ដងចៃដន្យនេះទៅជាមួយអាទិត្យគាត់អត់ដែរនឹកនេះសោះគាត់ចាប់អារម្មណ៍តែរបស់នៅក្នុងទូរស័ព្ទមើលរឿងមើលអីទៅជក់ហើយអាដាក់ទូរស័ព្ទញ័រឬក៏អីនោះវាធ្វើឲ្យញ័រដល់សាច់ដុំខ្ញួចដល់អវយវៈដែលនៅជុំវិញហ្នឹងអញ្ចឹងធ្វើឲ្យគាត់ខ្សោយគាត់ពិបាកក្នុងការមានកូនដែរតែជាកត្តាទូចមិនជាកត្តាចម្បងទេបងនៅតែចង់សកត់ធ្ងន់ឡើងហ្នឹងមិនជាកត្តាចម្បងទេគ្រាន់តែជាកត្តាមួយទូចរួមផ្សំដែលធ្វើឲ្យគាត់ពិបាកក្នុងការមានកូនចាអ្នកគ្រូអញ្ចឹងសម្រាប់បតិមួយទៀតដែលនាងខ្ញុំធ្លាប់ឮហើយបងប្អូនទាំងអស់គ្នាក៏ធ្លាប់ឮដែរតាក់ទងទៅនឹងការញ៉ាំស្រាច្រើនពេកប៉ុន្តែថាគាត់នៅលីវទេអញ្ចឹងគាត់ចូលចិត្តញ៉ាំស្រាច្រើនជប់ថ្ងៃគ្នាអញ្ចឹងទៅគាត់ចាស់គាត់តែងតែព្រួយបារម្ភថាមានគ្រួសារទៅដឹងពិបាកមានកូនហើយមានគ្រួសារទៅកូនកើតមកក៏អត់ឆ្លាតដែរអាហ្នឹងមិនវិញអ្នកគ្រូអើយតាមពិតការលើកឡើងរបស់ចាស់ហ្នឹងមិនខុសទេត្រូវប៉ុន្តែបើសម្រាប់បងជាគ្រូពេទ្យម្នាក់ដែលយើងស្ថិតក្នុងវិស័យវិទ្យាសាស្ត្រយើងអត់ជឿតាមជំនឿបុរាណទេតែបើជំនឿបុរាណក៏យើងអត់ទាត់ចោលដែរអ្វីដែលគាត់លើកឡើងហ្នឹងត្រូវតែត្រូវដូចបងថាអញ្ចឹងតែមួយចំណុចដែរមិនផ្ដោតទាំងអស់ទេ
ទី1គាត់អត់ចង់ឲ្យកូនចៅញ៉ាំស្រាច្រើនទេគាត់តែងតែនិយាយចឹងដើម្បីបំភ័យមិនឲ្យញ៉ាំហើយមួយទៀតបើគាត់ថាញ៉ាំទៅធ្វើឲ្យក្មេងហ្នឹងកើតមកអត់ឆ្លាតទេត្រឹមត្រូវ ចា៎ ព្រោះពេលដែលញ៉ាំទៅយើងបាត់បង់សតិពេលដែលយើងស្វឹងយើងបាត់បង់សតិយើងនឹងទៅរួមភេទដោយមិនមានសតិទេអញ្ចឹងពេលដែលកូនម្នាក់ដែលកើតឡើងពីឪពុកម្ដាយដែលអត់មានកម្រងចង់បានហើយមេជីវិតឈ្មោលមេជីវិតញីហ្នឹងវាខ្ជាក់មកចំពេលដែលគាត់ស្វឹងគាត់មិនមានសតិនៅក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងចេះតែគេមិនដឹងគេមួយណាគេហងមិនដឹងប្រពន្ធឬក៏ស្រីឬក៏អីចឹងទៅធ្វើឲ្យផ្្លាត់មានកូនចឹងកូនដែលកើតមកហ្នឹងកើតដោយចៃដន្យវាទៅជាមិនមានការបើយើងនិយាយវិញថាអត់ឆ្លាតចា៎ហើយបើឆ្លាតជ្រុលហើយសួរថាតើគេផ្្លាត់ភ្លឹបមានភ្លាមទេចៃដន្យដូចគ្នាណាចាចៃដន្យហើយអ្វីដែលកើតពីការចៃដន្យវាមិនល្អដូចយើងគ្រោងទុកទេអូនចឹងខ្ញុំនៅតែចង់ឲ្យយើងគ្រប់គ្នានឹងកាត់បន្ថយការញ៉ាំស្រាហើយការព្យាបាលឲ្យមានកូនសម្រាប់នាងខ្ញុំអត់គ្រប់គ្រងឲ្យញ៉ាំស្រាទេចាត្រូវតែផ្ដាច់ស្រាទៅព្យាបាលឲ្យគាត់មានកូនបានទៅញ៉ាំថ្នាំឲ្យមានកូននោះបានកំឡុងពេលដែលខ្ញុំព្យាបាលហ្នឹងគឺខ្ញុំអត់ឲ្យគាត់ញ៉ាំស្រាទេព្រោះខ្ញុំចង់ឲ្យគាត់មានសតិនិងផ្ដល់កំណើតថ្មីមកជាមនុស្សដែលមានគុណភាពនៅក្នុងសង្គមមិនមែនកើតព្រោះស្រាមិនមែនកើតព្រោះស្រីមិនមែនកើតដោយការគ្មានសតិរបស់គាត់ទេចា៎អញ្ចឹងនាងខ្ញុំនៅតែគ្រប់គ្រងពាក្យចាស់ថាកុំញ៉ាំស្រាប្រយ័ត្នអត់កូននាងខ្ញុំនៅតែចង់គ្រប់គ្រងពាក្យហ្នឹងដើម្បីបំភ័យដល់យុវជនចំនួនក្រោយហើយឥឡូវនាងខ្ញុំអត់ចង់និយាយថាអត់ចង់វាយប្រហារថាការញ៉ាំស្រាទៅមិនល្អឬក៏អីទេស្រុកយើងការញ៉ាំស្រានិងការសេតហ្នឹងជាឈានមុខបោះចា៎យុវវ័យហើយសេតក៏ផឹកមិនសេតក៏ផឹកដែរអញ្ចឹងធ្វើឲ្យវប្បធម៌ញ៉ាំស្រាពេលល្ងាចហ្នឹងវាផុសផុលអ្នកខ្លះដាក់នឹងព្រឹកឲ្យផងចាអ្នកគ្រូចឹងត្រឡប់មកវិញទាំងពីសំណួរដែលនឹងខ្ញុំបានសួរនេះអាចថាវាគ្រាន់តែជាកត្តាទូចដែលធ្វើឲ្យពិបាកនៅក្នុងការមានកូនចាគ្រាន់តែជាកត្តាមួយរួមផ្សំដែលធ្វើឲ្យពិបាកមានកូននេះតែតាមការពិតបញ្ហាពិបាកឲ្យមានកូនមានច្រើនដែលស្ត្រីហើយនឹងដៃគូនឹងប្តីប្រពន្ធថ្មីថ្មោងមួយចំនួនហ្នឹងគាត់អត់ទាន់យល់ដឹងចាបើគាត់ចង់ដឹងច្បាស់ឲ្យគាត់មកជួបនាងខ្ញុំឬក៏ជួបគ្រូពេទ្យជំនាញដើម្បីប្រឹក្សាយោបល់ពីបញ្ហាពិបាកមានកូនហ្នឹងទៀតដើម្បីឲ្យបានលទ្ធផលច្បាស់លាស់ចាព្រោះតកតងនឹងការមានកូនមិនមែនតកតងតែពីកត្តាហ្នឹងទេពីកត្តាហ្នឹងជាកត្តាដែលនិយាយតគ្នាហើយជាកត្តាដែលរួមផ្សំជាកត្តាដែលយើងមើលឃើញតែយើងនៅមានកត្តាមួយចំនួនដែលយើងមើលអត់ឃើញហើយពេទ្យដឹងពេទ្យចង់ឲ្យគាត់មកជួបដើម្បីបញ្យល់គាត់ឲ្យច្បាស់ហើយនឹងជំរុញឲ្យការព្យាបាលឲ្យមានកូននឹងកាន់តែមានប្រសិទ្ធភាពចាអ្នកគ្រូអរគុណច្រើនអ្នកគ្រូសម្រាប់ការចូលរួមប្រអប់សរសេរប៉ុន្តែជាចុងក្រោយតើអ្នកគ្រូមានពាក្យពេចន៍អីនិយាយទៅកាន់បងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាចាជាចុងក្រោយនាងខ្ញុំមានសារមួយចំនួននិងការណែនាំមួយចំនួនដល់យុវវ័យហើយនឹងស្ត្រីមេផ្ទះនិងដៃគូថ្មីថ្មោងដែលគាត់មានបញ្ហាពិបាកមានកូនហើយគាត់ចេះតែបើកអស់មើលឃើញនៅក្នុងប្រព័ន្ធ social media ដែលគាត់មើលទៅថាញ៉ាំស្រាបាក់មានកូនអ្នកខ្លះថាមានបញ្ហាមួយទៀតរដូវមកមិនទៀងធ្វើឲ្យគាត់ពិបាកមានកូនហើយមួយទៀតដាក់ទូរស័ព្ទចិត្តធ្វើឲ្យគាត់ពិបាកមានកូនគាត់គ្រាន់តែស្ដាប់ហើយគាត់អាចកាត់បន្ថយអស់នឹងចោលពីខ្លួនឯងទៅកាត់បន្ថយអរិយាប័ត្រសពបែបយ៉ាងដែលគាត់មើលឃើញនឹងប៉ុន្តែបើគាត់ចង់ដឹងច្បាស់ខ្ញុំគាំទ្រឲ្យគាត់មកជួបពេទ្យជំនាញចា៎ដើម្បីប្រឹក្សាយោបល់ឲ្យបានច្បាស់លាស់កុំឲ្យគាត់នៅតែប្រើពាក្យថាឮគេថានាងខ្ញុំចង់បំបត្តិពាក្យថាឮគេថាខ្ញុំចង់ឲ្យគាត់មកជួបផ្ទាល់ហើយគាត់ប្រើពាក្យថាខ្ញុំឮអ្នកគ្រូពេទ្យឈ្មោះនោះប្រាប់ខ្ញុំថាអញ្ចេះហើយខ្ញុំបានព្យាយាមធ្វើតាមគាត់ហើយតែនៅតែមិនមានហើយពេលដែលមិនមានខ្ញុំបានទៅសួរនាំគាត់ដែរប៉ុន្តែគាត់ប្រាប់ខ្ញុំវិញថាខ្ញុំមិនអាចមានកូនបានទេមួយជីវិតនោះព្រោះ1 2 3ខ្ញុំចង់ឲ្យគាត់ប្រើពាក្យទាំងអស់នឹងវិញនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើងនាងខ្ញុំអត់ចង់ឲ្យគាត់ប្រើពាក្យថាខ្ញុំឮគេថាហ្នឹងតទៅទៀតទេឲ្យចង់ឲ្យគាត់ឲ្យដឹងយល់ដឹងច្បាស់ហើយមកជួបគ្រូពេទ្យទទួលការប្រឹក្សាឲ្យបានច្បាស់លាស់មកជួបគ្រូពេទ្យដែលមានជំនាញមិនមែនជួបគ្រូពេទ្យគ្រាន់តែដាក់ផ្លាកថាសញ្ញាលេខបូកគ្រាន់តែឃើញទូថ្នាំមួយគិតថាជាពេទ្យដែរយើងត្រូវស៊ើបឲ្យបានច្បាស់ត្រូវគិតឲ្យបានច្បាស់ថាគ្រូពេទ្យមានជំនាញមានវិជ្ជបណ្ឌិតមាន
មានឆ្មបមាន pharmacy មានគ្រូពេទ្យឯកទេសដូចនាងខ្ញុំជាវិជ្ជាបណ្ឌិតជំងឺទូទៅមិនមែនជាឯកទេសរោគស្ត្រីទេប៉ុន្តែនាងខ្ញុំមានបទពិសោធន៍ក្នុងការពិនិត្យនិងថែទាំប្រជាជនថ្នាក់កណ្ដាលនិងថ្នាក់ក្រោមអញ្ចឹងនាងខ្ញុំយល់ដឹងពីបញ្ហារស់នៅរបស់ប្រជាជនយើងច្បាស់លាស់ណាស់ហើយនាងខ្ញុំនៅដិតដាមមួយប្រជាជនអញ្ចឹងនាងខ្ញុំដឹងថាបញ្ហាដែលពិបាកមានកូនតាមការសិក្សារបស់នាងខ្ញុំធ្លាប់រៀនគឺគេផ្ដោតទៅលើបុរស 60% ចា៎ ប៉ុន្តែពេលដែលនាងខ្ញុំចាញ់មកនាងខ្ញុំបានជួបប្រជាជនហើយធ្វើការព្យាបាលគាត់ហ្នឹងសួរនាំគាត់ហ្នឹងបាននាងខ្ញុំដឹងថាតាមពិតបដាលមកពីស្រីយើងដែលអត់ចេះថែទាំបញ្ហាមាត់ស្បូនទេដែលធ្វើឲ្យយើងមិនមានកូនហើយគាត់អត់ទាន់បានយល់ដឹងពីបញ្ហាហ្នឹងឯងហៅគាត់មកពិនិត្យគាត់អៀនណាអញ្ចឹងនាងខ្ញុំចង់ផ្ដាំផ្ញើចុងក្រោយទៅឲ្យបងប្អូនស្ត្រីមកជួបពេទ្យជំនាញប្រសិនបើគាត់ចង់បានកូនបំបត្តិពាក្យថាលឺគេថាចាអរគុណ ចាអរគុណអ្នកគ្រូសម្រាប់ការ